Hey everyone, welcome back. It's great to see you here today. បាទពីនេះត្រូវបានកសាងផ្លូវមកឈុះផ្លូវមកផ្ទះគាត់ឡើងខ្ទេចខ្ទីអស់ទៅគាត់អង្វរជាមួយប៉ូលីសយ៉ាងណាក៏អ្នកធ្វើផ្លូវនោះមិនអនុញ្ញាតឲ្យដែរដោយសារតែរឿងហើយដោយសារតែគាត់បានទៅជួអ្នកកសាងផ្លូវមកធ្វើផ្លូវមកផ្ទះគាត់ដល់ពេលធ្វើផ្លូវហើយដល់ទីលុយគាត់អត់ឲ្យលុយគេធ្វើឲ្យបារម្ភអ្នកនោះខឹងយ៉ាងខ្លាំងក៏បានយកឈុះយកមកឈុះផ្លូវមកផ្ទះគាត់ឡើងខ្ទេចទោះគាត់ហៅប៉ូលីសមកចូលចោលយ៉ាងណាក៏ប៉ែនឹងអត់ព្រមដែរដោយសារតែគាត់ខឹងនឹងប៉ែម្ចាស់ផ្ទះយ៉ាងខ្លាំងគាត់បានព្យាកូនចៅគាត់រស់លើឡើងខ្ទេចដល់ពេលគាត់បានឲ្យប៉ូលីសហៅមកប៉ូលីសថាឲ្យលុយឲ្យអីក៏គាត់ត្រូវខាតបង់ដោយសារតែការធ្វើរបស់គាត់នឹងឲ្យរៀងឲ្យក្រោយហើយគេមកឈូសឆាយផ្លូវឲ្យត្រូវតែឲ្យលុយគេដល់ពេលគេឈូសគេធ្វើឲ្យអស់ហើយអត់ឲ្យលុយគេត្រូវគេឈូសឡើងខ្ទេចដល់ពេលចូលចាស់ឡើងគឺឲ្យលុយគេតែចុងក្រោយផ្លូវត្រូវគេឈូសខ្ទេចទៀតអានេះមិនត្រឹមខាតទេគឺខាតជន់កហ្មងណាមិនខឹងចឹងអីលោកតាមនេះកំពុងតែជូតកញ្ចក់សសក់តែខ្យល់កោហើយពេលនោះគាត់បានដាំក្បាលដងមុនតែដោយសារតែដៃគាត់នៅរឹងដែរគាត់អាចចាប់កោបានហើយបុរស4 5នាក់បានហាត់ការនេះក៏បានរត់ឡើងលឿនដើម្បីទៅជួយសង្គ្រោះលោកតាដល់គាត់ឡើងលើអាគារពីមួយជាន់ទៅមួយជាន់តាមពងទឹកដើម្បីទៅជួយសង្គ្រោះលោកតាម្នាក់នេះហើយគាត់បានរុញចុះលុនឡើងក៏អាចទាញលោកតាឡើងទៅលើបានហើយនេះជារឿងពិតដែលកើតមានជាមួយលោកតាម្នាក់ដែលបានខ្យល់កោហើយដៃគាត់ខ្យល់កោមែនតែគឺអាចតោងទ្វារប្អូចនឹងជាប់ខ្លាច់ជាដោដែរហើយការជួយសង្គ្រោះរបស់បារម្ភនេះគឺជាហេរ៉ូពិតនៅក្នុងជីវិតមែនដែលអាចជួយសង្គ្រោះបារម្ភអ្នកនឹងឲ្យរស់រានមានជីវិតបន្តបានដោយសារតែបារម្ភនោះគាត់វិលមកអីទៅគឺខ្យល់កោដោយរឿងរ៉ាវរបស់គាត់គឺទទួលបានភាពបីបាយមែនតែនគេថាក្នុងគ្រោះតែងតែមានលៀបបារម្ភអ្នកនេះបានជិះទៅបុកជាមួយនឹងឡានកុងតឺន័រធ្វើឲ្យគាត់ឡើងកាច់ប្រកាន់ចូលក្នុងពេទ្យដល់ពេលទៅដល់ទីពេទ្យគាត់ភ្ញាក់នឹងខ្លួនវិញគាត់បានចេះចិនដោយសារតែពេលគាត់បុកធ្វើឲ្យសរសៃប្រសាទគាត់អាចចប់កៀងប្រមាណគឺឆ្លាស់វិញទាំងអស់ហើយពាក្យដែលគាត់ធ្លាប់រៀនឡើងប្រមាណហ្នឹងគឺចូលមកក្នុងខួរក្បាលវិញទាំងអស់ធ្វើគាត់អាចនិយាយបាន3 4ភាសានេះកាលពេលគាត់នៅរៀនគាត់អត់ចាំអ្វីទាំងអស់ដល់ពេលគាត់បុកឡានហ្នឹងទៅធ្វើឲ្យខួរក្បាលរបស់គាត់អាចចាំអ្វីទាំងអស់ពិតជាអស្ចារ្យមែនទែនជាមួយបារម្ភនេះហើយក្នុងគ្រោះគេតែងតែមានលៀបមែនដូចបារម្ភនេះអញ្ចឹងឡានបុកឡានកាច់កាន់អីដល់ងើបពីជាវិញគឺអាចចេះនិយាយ4 5ភាសាពិតជាលុយមែនទែនលោកតាម្នាក់នេះត្រូវបានឡានជួយសង្គ្រោះបុកឡើងប៉ើងហើយអាឡានជួយសង្គ្រោះនោះបានដឹកលោកតាយកទៅដល់មន្ទីរពេទ្យដល់ពេល4 5ថ្ងៃក្រោយមកមន្ទីរពេទ្យបានប្តឹងទៅលោកតាទាលុយសំណងចំនួន$17,000ថ្លៃគាត់ដឹកយកទៅមន្ទីរពេទ្យហើយលោកតាពិតជាមានអារម្មណ៍ថាខឹងនឹងឡាននឹងជាខ្លាំងបុកគាត់ឡើងបាក់កអីស្រាប់តែមកទាលុយគាត់$17,000ទៀតដល់ពេលលោកតាបានប្តឹងរឿងរ៉ាវទាំងអស់នេះទៅកាន់ប៉ូលីសដល់ពេលប៉ូលីសស៊ើបអង្កេតពីដំណើរដើមតង់ទៅអាចធ្វើឲ្យលោកតាឈ្នះក្តីបានបារម្ភនេះក៏ប៉ុន្តែដើរសក់ស្រាប់តែដួលនៅលើផ្ទាំងតកហើយធ្វើឲ្យគាត់ឡើងបាក់ខ្លាំងកហើយគាត់មិនអាចងើបឈរមិនអាចនិយាយមិនអាចអ្វីបានទាំងអស់ហើយគាត់បានតែព្យាយាមស្រែកដោយភាពល្ងាញញញែនៅមុនដែលធ្លាក់ព្រិលហើយព្រោះតែមានឆ្កែគាត់រត់មកព្យាយាមលុតមុខលុតមាត់គាត់ដើម្បីឲ្យគាត់ដឹងខ្លួនឡើងតែដោយសារតែគាត់បាក់ខ្លាំងកអញ្ចឹងមិនអាចក្រោកបានទេហើយឆ្កែនេះវាគាត់តែផុសពីមួយថ្ងៃទៅមួយថ្ងៃគ្មានណាគេមកជួយគាត់ទេហើយស្រាប់តែមានបារម្ភអ្នករត់មកឃើញហេតុការណ៍នេះក៏បានខទៅ911គេមកជួយសង្គ្រោះហើយពេលអ្នកជួយសង្គ្រោះមកដល់ឆ្កែនោះពិតជាមានអារម្មណ៍ថាត្រេកអរយ៉ាងខ្លាំងហើយដល់ពេលមកស្ទុះក្រោយមកប៉ែនឹងវាអត់គិតចឹងទេវាបានរត់ទៅក្រោយវិញវាខ្លាចវាមានចាប់ទោសខ្លាចថាអត្តឃាតហើយពីមួយថ្ងៃទៅមួយគ្មានណាគេជួយសង្គ្រោះតានឹងទេទុកឲ្យឆ្កែកំសត់នេះព្យាយាមព្រុសនៅក្នុងតំបន់ដែលត្រជាក់ខ្លាំងធ្វើឲ្យលោកតាពិតជាមានអារម្មណ៍ថាអស់សង្ឃឹមយ៉ាងខ្លាំងជាមួយនឹងជីវិតចង្ក្រែមនេះដល់ពេលថ្ងៃមួយគាត់ព្យាយាមដកដង្ហើមឡើងភាពល្ងាញញញែនៅក្នុងតំបន់ប្រើដែលមានសភាពត្រជាក់ខ្លាំងគាត់បានព្យាយាមដង្ហើមចុងក្រោយនៃជីវិតរបស់គាត់ហើយពេលនោះគាត់សប្តាហ៍អាចងើបបានហើយទៅដើរទៅដល់មន្ទីរពេទ្យនេះជារឿងពិតរបស់